អ្នកដឹងទេទម្លាប់សាមញ្ញតែអ្នកធ្វើជាប្រចាំអ្នកអាចជៀសឆ្ងាយពីជំងឺដំបងនោមដំបងនោមមានតួនាទីសំខាន់ខ្លាំងមែនទែនចុះបើសិនជាដំបងនោមបញ្ហាតើនឹងមានរឿងអ្វីកើតឡើងអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំមានវិធីសាស្ត្រខ្លះងាយបងប្អូនអនុវត្តជាប្រចាំអាចជៀសឆ្ងាយពីបញ្ហាដំបងនោមទី1តើតើនឹងការជ្រើសរើសទឹកទានអាហារសមមាត្រដ៏ត្រឹមត្រូវបងប្អូនបរិភោគអាហារពីក្រុមអាហារទាំង5នៅក្នុងសមមាត្រមួយដ៏សមស្របជៀសវាងអាហារដែលមានអំបិលច្រើនចំពោះអ្នកជំងឺដែលមានជំងឺដំបងនោមរ៉ាំរ៉ៃសមមាត្រប្រូតេអ៊ីនត្រូវតែបានកែតម្រូវឲ្យសមស្របនឹងដំណាក់កាលនៃជំងឺនោះផងដែរអាហារដែលមានអំបិលច្រើនបងប្អូនរួមមានដូចជាអាហារដែលបានរក្សាទុកដូចជាសាច់ក្រកចិនសាច់ជ្រូកប្រហិតប្រហុកផ្លែស្វាយបងប្អូនណាព្រោះអាហារទាំងនេះបានប្រើប្រាស់អំបិលដើម្បីរក្សាទុកអាហារអំបិលវាប៉ះពាល់ដល់មុខងារដំបងនោមដោយផ្ទាល់និងដោយប្រយោលបងប្អូនហើយមួយទៀតតើតើនឹងបរិភោគអាហារដែលមានខ្លាញ់មិនឆ្អែតជៀសវាងខ្លាញ់សត្វសុទ្ធលឿងទៅដោះគោដូងហើយនិងប្រេងបន្លែដែលមានអាស៊ីតខ្លាញ់ខ្ពស់ខ្លាញ់ឆ្អែតបងប្អូនគឺជៀសវាងបាទមួយទៀតគឺបងប្អូនត្រូវផឹកទឹក6ទៅ8កែវឬ2លីត្រនៅក្នុងមួយថ្ងៃបាទហើយមួយទៀតបងប្អូនណាគ្រប់គ្រងទម្ងន់របស់អ្នកឲ្យបានសមស្របទៅតាមស្តង់ដារកុំធ្វើឲ្យថត់ឲ្យសោះបាទមួយទៀតធ្វើលំហាត់ប្រាណយ៉ាងហោចណាស់30នាទីនៅក្នុងមួយថ្ងៃយ៉ាងហោច5ថ្ងៃនៅក្នុងមួយសប្តាហ៍ហើយមួយទៀតគឺល្អខ្លាំងមែនទែនបងប្អូនណាគឺជៀសឲ្យឆ្ងាយពីការជួបបរិយហើយជៀសវាងពីការផឹកស្រាហើយអ្វីដែលពិសេសហ្នឹងបងប្អូនធ្វើបានគឺល្អខ្លាំងមែនទែនពិនិត្យសម្ពាធឈាមរបស់អ្នកឲ្យបានទៀងទាត់ព្យាយាមជៀសវាងភាពតានតឹងហើយនឹងសម្រាកឲ្យបានល្អគេងឲ្យបានគ្រប់គ្រាន់ការពិនិត្យសុខភាពប្រចាំឆ្នាំវាល្អបំផុតបងប្អូនណាដើម្បីការពារជំងឺដំបងនោមប៉ុន្តែបើសិនបើអ្នកដឹងថាអ្នកមានហានិភ័យអ្នកគួរតែជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពនិងវាយតម្លៃមុខងារដំបងនោមឲ្យបានឆាប់ដែលអាចធ្វើទៅបានហើយបើសិនបើធ្វើការវិនិច្ឆ័យរកឃើញភាពមិនប្រក្រតីអ្នកគួរតែជួបគ្រូពេទ្យជំនាញ